ចាជំរាបសួរបានអីហើយលក់មួយដឹងណារសជាតិទេមិនលក់បងលក់ហើយអានេះគឺផ្លែដូងដែលធំយើងអាចយកធ្វើជាស៊ុំប៉ាន់ទៀតបងចាហើយត្រឡប់ចាជំរាបសួរនាងខ្ញុំឈ្មោះមុតសុថារីជាប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវឥឡូវនេះនាងខ្ញុំមកជួយគ្រប់គ្រងនៅផលិតផលខ្មែរដែលបងប្អូនប្រជាពលរដ្ឋគាត់យកមកតាំងពីពណ៌លក់នៅសួនច្បារមុខមហោស្រពខេត្តតាកែវតោះយើងទៅមើលទាំងអស់គ្នាចាជំរាបសួរបងហេអូនបងឯងចាឥឡូវអើយសុំសួរបន្តិចញ៉ាំនេះមានលក់អីខ្លះដែរខ្ញុំថ្ងៃនេះមានលក់ណែមានលក់បាយក្តាំងនិងសិប្បកម្មរបស់ខ្លួនឯងទឹកប្រេងខ្យងទឹកស៊ីអ៊ីវទឹកបន្តែទឹកសៀងទឹកប្រេងខ្យងចាសិប្បកម្មប៉ាន់សុធីខាងស្រុកត្រៀងឃុំជីខ្មែរអូចានេះខាងផលិតផលរបស់សិប្បកម្មស្រុកត្រៀងនៅស្រុកត្រៀងមានផលិតជាប្រេងខ្យងចាមានទឹកស៊ីអ៊ីវនេះរបស់ខ្មែរកូនខ្មែរអ្នកផលិតខ្លួនឯងចានៅខេត្តតាកែវយើងផ្ទាល់ចាយើងជៀសវាងប្រើរបស់ផ្ទះលេខ2ណាចាបងហើយមានទឹកម្ទេសចាបងមានទឹកម្ទេសទៀតមានបាយក្តាំងមានណែមចាបងលក់ដាច់ខ្លះហ៎បងលក់ដាច់តើអូនចាអញ្ចឹងយើងមកលក់នៅទីនេះរៀងរាល់សៅរ៍អាទិត្យចាចឹងបងប្អូនយើងដែលចង់ហូបណាផលិតផលស្នាដៃកូនខ្មែរមានដូចជាប្រេងខ្យងទឹកត្រីទឹកស្អ៊ីវណាទឹកស្អ៊ីវហើយនឹងទឹកម្ទេសចាមានណែមនេះគឺក៏ជារបស់ខ្មែរដែរគឺស្នាដៃអ្នកខាងផលិតនៅខេត្តបាត់ដំបង ចារបស់ខ្មែរយើងដែរប៉ុន្តែនេះជាផលិតផលរបស់អ្នកខេត្តតាកែវផ្ទាល់ចាមានប្រេងខ្យងមានទឹកស្អ៊ីវហើយនិងទឹកម្ទេសចាបងតែនៅក្នុងស្តង់នេះគាត់លក់ចម្រុះមានតាំងពីណែមបាយក្តាំងនិងផលិតផលដែលសិប្បកម្មខ្លួនឯងបង្កើតឡើងចាបងចាអរគុណច្រើនជូនពរលក់ដាច់ញ៉ាំតិចគុណច្រើនចាលក់មួយដឹងណារសជាតិទេមិនលក់បងលក់បានងុយលោកយើងធម្មជាតិចាងុយក្លិនពងមាន់ងុយជាប់មាត់ហើយស្ករត្នោតងុយមែនអញ្ចឹងបើបងប្អូនចង់បាននំឈ្ងុយឆ្ងាញ់កុំភ្លេចបងមុំចាមានលក់ដុំមានលក់រាយអញ្ចឹងដូចពីខាងដើមអញ្ចឹងបងប្រុសគាត់បានបង្ហាញឲ្យថាមានលេខទូរស័ព្ទពីខ្សែ057387141និង09642 10គុត075អញ្ចឹងបងប្អូនអាចទំនាក់ទំនងទិញបានតាមរយៈលេខទូរស័ព្ទគាត់នឹងផ្ញើជូនគ្រប់បណ្ដាខេត្តក្រុងចាអរគុណច្រើននៅនេះមានកម្មាយើងខ្វាញ់លដៃបងចាកម្មាត្បាញលដៃមានសឹងមានសោតហើយនេះតំណប់ជើងដែលយើងធ្វើពីស្កៃដូងបងចានិយាយទៅផលិតផលទាំងអស់នេះគឺយើងផលិតចេញពីដូងទុំយកមកកែច្នៃបងមានតាំងពីសាប៊ូដែលយើងធ្វើប្រេងដូងហើយនេះគឺជាក្រែមលាបមាត់ដែលជាប្រេងដូងដែរបងចាមានស្ករគ្រាប់ដូងមាននំនេះក៏ធ្វើចេញពីដូងដែរអូនំនេះមានពីរប្រភេទបងមានជាកាហ្វេហើយដូងមីនេះក៏ធ្វើពីដូងទៀតអូហើយនេះគឺជាប្រេងដូងត្រជាក់ដែលយើងធ្វើចេញពីប្រេងដូងសុទ្ធហ្មងចាតែប៉ុណ្ណោះអានេះគឺផ្លែដូងដែលធំយើងអាចយកធ្វើជាស៊ុំប៉ាន់ទៀតបងចាហើយត្រឡប់ដូងគឺយើងធ្វើមកបានផលិតមែនទែនបងចាអរគុណត្រឡប់ដូងនេះបែងហើយនឹងមានសបកដូងនេះយើងធ្វើជាសបកចាបដូចជាថូបការសម្រាប់តាំងលម្អផ្ទះជាដើមបងចាអូនេះមកខាងនេះចឹងនេះបងប្អូននេះត្រូវការសបកចាបយកទៅដាក់តាំងត្រូវការយកទៅដាំផ្កានេះដូចជាផ្កាអូគីដេចេះក៏មានជាប្រភេទដូងបងសម្រាប់យើងស្កៃដូងចាមានច្រើនចឹងផលិតផលទាំងអស់ហ្នឹងយើងមានប្រភពមកពីណាដែរយើងផលិតនៅកន្លែងណាដែរផលិតផលនេះទីតាំងគឺនៅក្នុងស្រុកត្រាំកក់ខុំគូបងចាខុំគូចាហើយសម្រាប់ដូងនេះគឺជាយើងបាន
នាំចូលពីកសិករនៅជិតខាងយើងគាត់ប្រមូលយកមកលក់ឲ្យសិប្បកម្មយើងបង អូចឹងជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ចាបង តែគាត់មានដូងទុំគាត់យកមកលក់ឲ្យយើង បុគ្គលិកនៅក្នុងសហគមន៍គឺពួកគាត់សិតតែជាជនពិការដែលយើងផ្ដល់ឲ្យគាត់មានការងារធ្វើដើម្បីឲ្យគាត់ទទួលបានប្រាក់ចំណូលបន្ថែមក្នុងគ្រួសារបង ចាអញ្ចឹងបើសិនជាបងប្អូនយើងគាត់ចង់តំណតំណងជាអីតែយើង បងអាចមកដល់ទីតាំងផ្ទាល់ក៏បានហើយក៏ចាក់តងតាម page របស់ Coco ឌីតកែវ Cambodia បានបង អូមាន page Coco ឌីតកែវ Cambodia ចាបង ហើយ ទីតាំងផ្ទាល់គឺមាននៅភូមិប៉ុងទឹកខាងត្បូងឃុំគូស្រុកត្រាំកក់ខេត្តតាកែវបង ចាមានលេខទូរស័ព្ទប្រាប់លេខទូរស័ព្ទគាត់ លេខទូរស័ព្ទ 010 95 62 50កុដបងហើយនឹងមុខខ្សែទៀត 086 41 66 និង 51 ចាបងប្អូននេះស្ករដូងស្ករគ្រាប់ផលិតពីដូងអញ្ចឹងយើងហៅថាស្ករដូងហើយមួយទៀតគឺស្ករដែរតែលាយជាមួយនឹងចេកអញ្ចឹងហៅស្ករដូងហៅស្ករចេកមានពីរប្រភេទសម្រាប់ស្ករនេះជាកញ្ចប់ស្ករដូងអានេះសម្រាប់តេះសម្រាប់លក់ចានេះយើងមានពីរប្រភេទយើងមានពីរប្រភេទមិញផលិតផលអ្នកស្រុកត្រាំកក់ចាឃុំគូស្រុកត្រាំកក់តែមានសហគមន៍នៅទីនោះហើយសម្រាប់ជួយដល់បងប្អូនជនពិការដែលគាត់ជាអ្នកផលិតផ្ទាល់អញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងតាមលេខទូរស័ព្ទនិង page ដែលបានជម្រាបជូនមុននេះចាអូចិត្តទៅណាអូខេឥឡូវយើងបន្តចាចាជំរាបសួរbạnអីហើយbạnអី ស្ងោមជូរគ្រឿងប្រហុកកំទាចៀនកំពឹសឆាសរៃគួរ ចាប់អារម្មណ៍ជាងគេប្រហុកហ្មង ឆ្ងាញ់បងអើយ ឆ្ងាញ់ ជាតិបង ចា មកហូបអីបងមកហូបមួយគ្នា ចា បាយច្រើនណា បាយច្រើនណាសួរបងកាមេរ៉ាហេវអត់បងកាមេរ៉ាចាអរគុណច្រើនអត់រំខានយូរទេសូមបន្តទៅស្តង់មុខមួយទៀតយើងមកដល់ស្តង់បន្លែចឹងណាស្តង់បន្លែធម្មជាតិចាជំរាបសួរអូនបន្លែនេះតែយើងយកមកពីខាងណាដែរជាផលិតផលរបស់ខេត្តឬក៏របស់ខេត្តយើងឬមកពីខាងណា ចាបងបន្លែទាំងអស់នេះគឺយើងយកមកពីសហគមន៍2មានសហគមន៍តំណើបត្រាំកក់វាមានផ្កាកណាចាមានដូចជាស្ពៃកញ្ញាញ់ចាវាសពូនតិចហើយដោយសារតែនៅហៅក្តៅចាអញ្ចឹងយើងមានស្ពៃតឿចានឹងមានបិប៉ោះ cherry ចាបិប៉ោះ cherry ហ្នឹងគឺយើងយកមកពីខាងសហគមន៍តំណើបត្រាំកក់ខ្លះនឹងមកពីសហគមន៍តាពាំងធំខ្លះចាហើយនឹងមានបន្លែផ្លែដូចជាត្រប់ចាដូចជាបិប៉ោះចាដូចជាអាឡឹកអីហ្នឹងគឺយើងយកមកពីសហគមន៍តាពាំងធំខាងត្បូងចាយើងក៏មានជាស្ពៃក្តោបផងដែរចាអត់សូវល្អទេព្រោះដោយសារតែរបស់ធម្មជាតិអញ្ចឹងណាវាអត់ជាស្អាតឥតខ្ចោះទេចាបើរបស់នាំចូលវាល្អ ចាបងចាហើយធានាឲ្យសម្រាប់ស្តង់យើងទាំងអស់គ្នាមានទេធម្មជាតិតែល្អចាគឺធម្មជាតិចាក៏នៅបងប្អូនចង់បានបន្លែចឹងអាចតំណតំណងតាមរយៈអីដែរអូន ចាបើសិនណាចង់បានបន្លែរបស់សហគមន៍តំណើបត្រាំកក់ឬក៏ខាងសហគមន៍តាពាំងធំខាងត្បូងយើងអាចតំណងតាមលេខទូរស័ព្ទ060 55 27 27ចាមួយខ្សែទៀត ចា060 340ចា333ចាបើសិននៅប្រព័ន្ធ96ចាយើងមានលេខ096 755 27 27ដែរចា ចាអញ្ចឹងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសណាមិនថារាជធានីខេត្តទេចង់បានបន្លែធម្មជាតិអាចកំងបានពីសហគមន៍ទំនើបចាត្រាំកក់ហ្នឹងសហគមន៍តាពាំងធំខាងត្បូងស្រុកត្រាំកក់ដូចគ្នាចានៅក្នុងស្ថិតនៅក្នុងស្រុកត្រាំកក់គឺជាបន្លែដែលកសិករផលិតបាននៅក្នុងស្រុកតែម្ដងចាអញ្ចឹងបន្លែធម្មជាតិមិនខ្លាចប៉ះពាល់ដល់សុខភាពចា
អរគុណច្រើន អរគុណច្រើនអូនជូនពរហេងហេងសុខសប្បាយនឹងបងនឹងអូន ចាអរគុណ